អ្នកទាំងអស់គ្នាបានឲ្យ AI ធ្វើ homework របស់អ្នកទាំងអស់គ្នាដែរឬទេប្រសិនជាអ្នកទាំងអស់គ្នាបានឲ្យ AI សរសេរ homework អ្នកទាំងអស់គ្នាពិតមែនខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាក៏មានអារម្មណ៍ថាខុសអីការប្រើប្រាស់ AI នៅក្នុងយុគសម័យ digital នេះគឺជារឿងធម្មតាមិនតែប៉ុណ្ណោះទេ AI បានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតប្រចាំថ្ងៃប៉ុន្តែសូមកុំប្រើប្រាស់ AI នោះមកជំនួសការគិតការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាជាពិសេសនៅក្នុងការសិក្សារបស់អ្នកទាំងអស់គ្នាខ្ញុំចង់លើកឧទាហរណ៍មួយជាក់ស្ដែងថានៅពេលដែលគ្រូអ្នកកិច្ចការឲ្យអ្នកទាំងអស់គ្នាសរសេរឧទាហរណ៍ថា essay មួយនឹងហៅថា AI មិនបាច់ប្រើពេលដល់1នាទីផង AI អាចសរសេរ essay មួយអន់យ៉ាងលឿនថែមទាំងចំណេញពេលវេលានិងកាត់បន្ថយការ stress ប៉ុន្តែការប្រើប្រាស់ AI នោះក៏មានចាស់ផលអវិជ្ជមានដូចគ្នាដែរកត់អត់ថាអត្ថបទដែលអ្នកទាំងអស់គ្នាឲ្យ AI សរសេរនោះមានតែយើងម្នាក់ចុះប្រសិនបើមិត្តរួមថ្នាក់ឲ្យ AI សរសេរអត្ថបទដូចគ្នានឹងអត្ថបទរបស់អ្នកទាំងអស់គ្នាច្បាស់ហើយថាអត្ថបទអ្នកទាំងអស់គ្នា80ទៅ90%មានន័យស្រដៀងគ្នាបាត់ទៅហើយដើម្បីកុំឲ្យអត្ថបទអ្នកទាំងអស់គ្នាមានន័យស្រដៀងគ្នាជាមួយនឹងអ្នកផ្សេងទៀតអ្នកទាំងអស់គ្នាប្រើ AI សម្រាប់មក check grammar និង sentence structure របស់អ្នកទាំងអស់គ្នាវិញដូច្នេះហើយសូមកុំចាត់ទុក AI ជាម្ចាស់របស់អ្នកទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់គ្នាអាចចាត់ទុក AI ជាឧបករណ៍ជួយដល់កិច្ចការងារអ្នកទាំងអស់គ្នាបាន